បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកជួបនឹងខ្ញុំបាទអេដមីនបន្តទៀតហើយបងប្អូនថ្ងៃនេះអេដមីននឹងលើកយករឿងមួយមកចែកជូនបងប្អូនសម្រាប់បាទរឿងនេះរវាងលោកគ្រូពេទ្យហើយនិងអ្នកជំងឺស្រីអញ្ចឹងបងប្អូនហើយចង់ដឹងថាសាច់រឿងហ្នឹងវាទៅជាយ៉ាងណានោះសូមបងប្អូនរងចាំស្ដាប់ទាំងអស់គ្នាបាទតែមុនហ្នឹងអេដមីនសម្រាប់ជូនបងប្អូនស្ដាប់សូមបងប្អូនជួយគាំទ្រនិងជួយចុច Subscribe ឲ្យអេដមីនម្នាក់មួយផងបាទតោះឥឡូវចូលមកដល់សាច់រឿងរបស់យើងតែម្ដងទៅនៅក្នុង clinic ចិត្តសាស្ត្រទំនើបមានសភាពស្ងប់ស្ងាត់ខុសពីភាពអ៊ូអរនៅខាងក្រៅដែលស័ក្តិសមសម្រាប់អ្នកជំងឺដែលមានការធុញថប់នឹងបរិយាកាសខាងក្រៅមកព្យាបាលជំងឺនីតាអង្គុយនៅលើកៅអីស្បែកទន់ល្វើយដៃទាំងពីររបស់នាងចាប់កាន់កាបូបយ៉ាងណែននាងស្លៀករ៉ូបវាលកអាវបន្តិចដែលមើលទៅសុភាពតែបង្ហាញរាងកាយនិងដើមទ្រូងត្រលុកត្រលុនរបស់ស្ត្រីវ័យ30ឆ្នាំដែលថែរក្សាសម្រស់បានយ៉ាងល្អគេមិនលក់ទៀតហើយមែនទេអ្នកនាងនីតាសំឡេងក្រលួចស្រទន់របស់ដុកទ័រវីរៈពន្លឺឡើងនីតាងើបមុខបន្តិចភ្នែកសម្លឹងមើលបុរសដែលអង្គុយនៅចំពោះមុខវីរៈស្ថិតក្នុងឯកសណ្ឋានគ្រូពេទ្យពណ៌សស្អាតបាតជាមួយនឹងវ៉ែនតាដែលគេពាក់លើកសម្រស់នឹងមន្តស្នេហ៍បែបមនុស្សចាស់ទុំដែលធ្វើឲ្យនីតាមានអារម្មណ៍ថាមានភាពកក់ក្ដៅពេលមកពិគ្រោះជាមួយគេម្ដងចាមួយរយៈនេះខ្ញុំមានអារម្មណ៍ថាវល់ខ្លាំងណាស់លោកគ្រូពេទ្យនីតាដកដង្ហើមធំភ្នែករបស់នាងចាប់ផ្ដើមឡើងក្រហមព្រៀងស្វាមីរបស់ខ្ញុំគេត្រឡប់មកផ្ទះយប់ជ្រៅជារៀងរាល់ថ្ងៃពេលខ្លះគេស្រវឹងពេលខ្លះគេគ្រាន់តែដេកលក់ទាំងមិននិយាយជាមួយខ្ញុំមួយម៉ាត់សោះខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចជាវិញ្ញាណដែលរស់នៅក្នុងផ្ទះដ៏ធំតែម្នាក់ឯងវីរៈផ្អែកខ្នងនឹងកៅអីសម្លឹងមើលនីតាដោយក្រសែភ្នែកពលពេញទៅដោយការយល់ចិត្តគេសង្កេតឃើញការរចនាផើតផករបស់ដើមទ្រូងនាងរាល់ពេលដែលនាងដកដង្ហើមធំម្ដងដែលវាបង្ហាញពីភាពតានតឹងដែលស្ទះណែនក្នុងចិត្តភាពឯកាគឺជាជំងឺដែលសាហាវណាស់សម្រាប់មនុស្សស្រីគ្រប់រូបវីរៈពោយឺតរួចក៏ក្រោកឈរដើរមកក្បែរនាងពេលខ្លះថ្នាំលេបមិនមែនជាដំណោះស្រាយតែមួយគត់នោះទេរាងកាយរបស់មនុស្សយើងត្រូវការដោះលែងធម្មពលដែលនៅសេសសល់ចេញមកក្រៅខ្លះទើបចិត្តអាចស្ងប់បានវីរៈលូកដៃទៅប៉ះស្មារបស់នីតាថ្នមកម្ដៅពីបាតដៃធំរបស់គេដែលមកប៉ះនឹងសាច់ស្មារលោងជ្រិលរបស់នាងធ្វើឲ្យនីតាព្រឺសម្បុរពេញខ្លួននាងងើបមុខសម្លឹងមើលគ្រូពេទ្យវ័យក្មេងម្នាក់នេះខណៈដែលបេះដូងនាងចាប់ផ្ដើមលោតញាប់ឡើងតើខ្ញុំធ្វើដូចម្តេចទៅលោកគ្រូពេទ្យនីតាសួរដោយសំឡេងខ្សៅថ្ងៃនេះអ្នកនាងជាអ្នកជំងឺចុងក្រោយរបស់ខ្ញុំហើយគ្មានអ្នកជំងឺផ្សេងទៀតទេវីរៈអោនមុខចិត្តរហូតដល់នីតាអាចធំក្លិនទឹកអបស្រាលដែលគួរឲ្យចង់ផ្អែកក្បាលលើទ្រូងគេសូមអ្នកនាងទៅសម្រាកនៅលើក្រែពិនិត្យនោះបន្តិចទៅខ្ញុំនឹងជួយសម្រួលសរសៃធ្វើឲ្យចលនាបន្ធូរភាពតានតឹងជួយអ្នកនាងតាមវិធីសាស្ត្រពិសេសរបស់ខ្ញុំនីតាហាក់ដូចជាចម្លែកក្នុងចិត្តពីព្យាបាលដោយវិធីថ្មីនេះប៉ុន្តែដោយសារតែភាពតានតឹងដែលតម្រូវឲ្យមានការព្យាបាលជាបន្ទាន់ធ្វើឲ្យអ្នកនាងងក់ក្បាលយល់ព្រមយឺតនាងក្រោកដើរសំដៅទៅរកក្រែអ្នកជំងឺដែលនៅកាច់ជ្រុងបន្ទប់រួចសម្រាប់រាងកាយនៅលើក្រែដែលក្រាលដោយយកកម្រាលសស្អាតបេះដូងរបស់នាងលោតឌឹបដាក់មិនឈប់ខណៈដែលភ្នែកសម្លឹងមើលទៅពីដានដែលចាំងពន្លឺភ្លើងព្រាលមិនយូរប៉ុន្មានសំឡេងជំហានជើងរបស់វីរៈក៏ដើរចូលមកជិតគេមិនបានឈរនៅកន្លៀតឆ្ងាយដូចមុនទេតែគេបានឈរនៅគៀកក្បាលចង្កេះរបស់នាងសូមដកដង្ហើមវែងធ្វើចិត្តឲ្យស្រឡះណាអ្នកនាងនីតាវីរៈខ្សឹបដោយសំឡេងស្រទន់
គេលុកដៃទៅទាញវាំងននបិទចិត្តដើម្បីប្រកាសថាក្នុងបន្ទប់បិទចិត្តនេះមានតែគេនិងអ្នកនាងប៉ុណ្ណោះដែលមើលឃើញទស្សនវិជ្ជានៃការព្យាបាលជំងឺពិសេសនេះបន្ទាប់មកវីរៈក៏ចាប់ផ្ដើមប្រើម្រាមដៃស្រឡូនរបស់គេអូកាត់តាមបណ្ដោយដើមដៃរបស់នីតាថ្នមកម្ដៅពីបាតដៃគ្រូពេទ្យដែលប៉ះនឹងសាច់ខ្ចីបង្កើតបានជាចរន្តអគ្គិសនីរត់ពេញសរសៃឈាមរបស់នាងសាច់របស់នាងញ័រញាក់ខ្លាំងណាស់នេះមកពីធម្មពលក្នុងខ្លួនមិនត្រូវបានបញ្ចេញលោកគ្រូពេទ្យតើនេះជាការព្យាបាលមែនទេនាងសួរទាំងសំឡេងញ័របាទនេះគឺជាការព្យាបាលដែលមានប្រសិទ្ធភាពបំផុតបើក្បួនចិត្តសាស្ត្រមិនអាចដោះស្រាយបានទេយើងត្រូវប្រើរាងកាយជាអ្នកសម្រាលបន្ថែមទៀតវីរៈលុកដៃទៅយកប្រេងរំអិលអ្វីម្យ៉ាងដែលមានក្លិនក្រអូបប្រហើរមកលាបលើបាតដៃរួចក៏ចាប់ផ្ដើមលាបលើស្មារួចក៏ច្របាច់សរសៃម្រាមដៃរបស់គេមានទម្ងន់ធ្ងន់ស្រាលខុសគ្នានីតាមានអារម្មណ៍ថាខ្លួនឯងដូចជាកំពុងតែអណ្ដែតអណ្ដូងក្នុងពិភពស្រមើស្រមៃមួយភាពឯកាដែលនាងធ្លាប់មានជាមួយប្តីត្រូវបានជំនួយដោយកម្ដៅដ៏ររាលពីគ្រូពេទ្យម្នាក់នេះវីរៈក៏ចាប់ផ្ដើមម៉ាស្សាលើកំភ្លៅរបស់នាងវិញម្ដងគេម៉ាស្សាតាមបច្ចេកទេសរបស់គេយ៉ាងថ្នមស្រាលពេលនោះកាន់តែធ្វើឲ្យនីតាមានអារម្មណ៍រសាប់រសល់មិនឈប់សោះលោកគ្រូពេទ្យខ្ញុំមានអារម្មណ៍ថាដូចជារសាប់រសល់ក្នុងខ្លួនខ្លាំងណាស់មិនដឹងជាកើតអីទេមិនអីទេអ្នកនាងចាំបន្តិចខ្ញុំនឹងព្យាបាលឲ្យឥឡូវហើយជំងឺនឹងតលតែប្រើវិធីសាស្ត្រផ្សេងទៅព្យាបាលបានជំងឺនេះមកពីប្តីអ្នកនាងឧស្សាហ៍ដើរក្រៅពេកទៅធ្វើឲ្យជំងឺនេះវាកើតឡើងបែបនេះនិយាយរួចវីរៈក៏ចាប់ផ្ដើមព្យាបាលតាមបច្ចេកទេសរបស់គេមួយសន្ទុះក្រោយមកវីរៈក៏ព្យាបាលតាមបច្ចេកទេសរបស់គេរួចនីតាពិតជាពេញចិត្តនឹងការព្យាបាលរបស់វីរៈខ្លាំងណាស់លោកគ្រូពេទ្យខ្ញុំដូចជាលែងរសាប់រសល់ដូចមុនទៀតហើយកម្ដៅក្នុងខ្លួនរបស់ខ្ញុំក៏លែងក្រោកចេញមកភ័យទៀតដែរបាទអ្នកនាងនីតាការព្យាបាលបែបនេះប្តីអ្នកនាងក៏ចេះដែរសូមអ្នកនាងឧស្សាហ៍ប្រាប់ប្តីអ្នកនាងឲ្យព្យាបាលតាមបច្ចេកទេសដែលខ្ញុំបានបង្រៀនអ្នកនាងអំបញ្ញមិញនេះហើយយកទៅប្រាប់ប្តីអ្នកនាងឲ្យអភិវឌ្ឍតាមនឹងទៅពិតជាលែងកើតអីទៀតហើយនិយាយរួចលោកគ្រូពេទ្យវីរៈក៏ប្រាប់ឲ្យនាងត្រឡប់ទៅផ្ទះវិញទៅលែងកើតអីទៀតហើយនីតាក៏អរគុណដល់លោកគ្រូពេទ្យវីរៈរួចក៏រៀបចំត្រឡប់ទៅផ្ទះវិញទៅបាទបងប្អូនទាំងអស់គ្នាហើយរឿងហ្នឹងអេដមីនសូមសម្រាប់បញ្ចប់ត្រឹមតែប៉ុណ្្នឹងទេបាទបើបងប្អូនគិតថាអេដមីនសម្រាប់ទៅពេញចិត្តសូមបងប្អូនជួយគាំទ្រនិងជួយចុច Subscribe ឲ្យអេដមីនម្នាក់មួយផងបាទដើម្បីបានវីដេអូថ្មីបន្តទៀតសូមអរគុណ